ជំរាបសួរអ្នកទាំងអស់គ្នាកុំភ្លេចណានៅយប់នេះម៉ោង2រំលងអាទិត្យមានការចេញផ្សាយនៅទិន្នន័យអត្រាការប្រាក់ពីខាងសហរដ្ឋអាមេរិកបើយោងតាមទិន្នន័យព្យាករណ៍ពេលនេះគឺមាន 87.6% ហើយដែលថាប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងសម្រេចធ្វើការកាត់អត្រាការប្រាក់ចន្លោះពី 0.25 ទៅ 0.50 បងប្អូនអរគ្នាឱកាសល្អមែនទែនសម្រាប់ធ្វើការត្រៀមទិញលក់យកចំណេញទៅលើគម្លាតថ្លៃហាឆេងមាសហើយបើសិនជាបងប្អូនអរគ្នាអត់ទាន់យល់ច្បាស់អំពីឥទ្ធិពលព័ត៌មានសេដ្ឋកិច្ចសំខាន់ឬក៏បងប្អូនអរគ្នាមិនទាន់មានទំនុកចិត្តក្នុងការចូលទិញលក់នៅម៉ោងព័ត៌មានបងប្អូនអរគ្នានេះខ្ញុំមានអ្វីបង្ហាញបងប្អូនអរគ្នាបាទគឺមានវគ្គសិក្ខាសាលាមួយដែលយើងមានបង្រៀនអំពីចំណុចល្អៗជាច្រើនហើយក្នុងហ្នឹងគឺមានការបង្រៀនអំពីឥទ្ធិពលព័ត៌មានសេដ្ឋកិច្ចសំខាន់ការបង្រៀនរបស់បងប្អូនគ្នាហ៊ានទិញលក់នៅម៉ោងព័ត៌មានហើយមានការគ្រប់គ្រងហានិភ័យនៅក្នុងវគ្គហ្នឹងក៏នៅមានចំណុចពិសេសជាច្រើនទៀតដូចជាបងប្អូនជាប់ឡុកហើយបងប្អូនមិនចេះដោះបាទមិនច្បាស់ក្នុងការសម្រេចចិត្តថាគួរបន្ត hold position ឬក៏កាត់ position មួយហ្នឹងហើយចំណុចពិសេសមួយទៀតបងប្អូនគ្នាតែងតែសម្រេចចិត្តខុសដោយសារតែអារម្មណ៍បងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នានឹងជួបជាមួយនឹងលោកគ្រូឡុងសំណាងដែលគាត់មានបទពិសោធន៍13ឆ្នាំហើយនៅក្នុងវិស័យហិរញ្ញវត្ថុហើយគាត់ក៏ជាភ្នាក់ងារឈ្មោះជាងសារឧបករណ៍និស្សិតដែលត្រូវបានទទួលស្គាល់ដោយនាយកមូលបត្រកម្ពុជាអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចសម្រាប់ព័ត៌មានលម្អិតអាចឆែកនៅក្នុង caption បានបាទអរគុណច្រើន